សម្រាប់បងប្អូនដែលសារឈឺសាច់ដុំឬក៏ធ្លាប់មានការឈឺសាច់ដុំអាចសាកវីដេអូមួយនេះជាមួយគ្នាបានពីព្រោះខ្ញុំនឹងបង្ហាញបងប្អូនបន្ថែមពាក់ព័ន្ធជាមួយនឹងកត្តាបកអញ្ចឹងណាយើងត្រូវប្រុងប្រយ័ត្នបែបណាកំណត់សម្គាល់បែបណាតើវិធីសាស្ត្រនៅក្នុងការដោះស្រាយនឹងបែបណាដែរជាក់ស្ដែងនៅស្ថានជួបញឹកញាប់ខ្លាំងមែនតើអាការៈឈឺសាច់ដុំនេះពីពុកម៉ែបងប្អូនមិនថាក្មេងចាស់ប្រុសស្រីទេគឺតែងតែកើតមានអាការៈឈឺសាច់ដុំមួយហ្នឹងអញ្ចឹងក្នុងនាមជាសតការីម្នាក់ខ្ញុំត្រូវសួរនាំកំណត់គេថាអាការៈកម្រិតហើយនឹងតើមូលហេតុអីគេដែលបង្កឲ្យមាននៅបញ្ហាឈឺសាច់ដុំមួយហ្នឹងអញ្ចឹងជាក់ស្ដែងបងប្អូនបានដឹងហើយថាជាទូទៅកត្តាពីរសំខាន់ដែលបងប្អូនតែងតែជួបហើយនឹងបង្កឲ្យមានការឈឺសាច់ដុំហ្នឹងគឺប្រើសាច់ដុំខ្លាំងពេក overuse ឬក៏ពាក់ព័ន្ធជាមួយនឹងការប៉ះទង្គិចទៅលើសាច់ដុំអាចមកពីលេងកីឡាឬក៏ធ្វើលំហាត់ប្រាណអីផ្សេងៗហើយអញ្ចឹងទៅក៏ប៉ុន្តែក៏នៅមានកត្តាប្រកបផ្សេងទៀតដែលបងប្អូនអាចគួរតែចាប់អារម្មណ៍ផងដែរទី1ការប្រើប្រាស់ថ្នាំមួយចំនួនដូចក្រុមថ្នាំ statin បញ្ចុះខ្លាញ់ហ្នឹងគឺក៏បង្កឲ្យមានអាការៈឈឺសាច់ដុំនឹងដែរហើយក្រៅពីនោះក៏មានតកតងមួយនឹងគេថាពេលដែលយើងមាន infection ឈឺ viral infection bacterial infections ឬក៏មានអាការៈដែលគេហៅថាបង្កមកពី neuromuscular disorder metabolic disorder ឬក៏មានមហាហេតុ cancer អីហ្នឹងឬមានកត្តាច្រើនទៀតដែលធ្វើឲ្យយើងមានអាការៈឈឺសាច់ដុំទាំងអស់ហ្នឹងអញ្ចឹងក្នុងនាមជាសតការីខ្ញុំត្រូវតែជួយបងប្អូនក្នុងការកំណត់តាមមូលហេតុកត្តាបង្កហ្នឹងអាចមកពីអ្វីហើយកម្រិតហើយនឹងសភាពបែបហ្នឹងគួរតែផ្ដល់ជូននៅវិធីដោះស្រាយបែបណាឬក៏ជាការបញ្ជូនបន្តទៅជួបមួយនឹងគ្រូពេទ្យវេជ្ជបណ្ឌិតឯកទេសជាក់ស្ដែងនៅស្ថានហ្មងអាការៈហ្នឹងភាគច្រើនគឺជាប្រភេទស្រាលមធ្យមដែលអាចផ្ដល់ជូនជាប្រភេទថ្នាំប្រវត្តិការឈឺចុកចាប់ហើយថ្នាំមួយប្រភេទដែលខ្ញុំតែងតែផ្ដល់ជូនពុកម៉ែបងប្អូនសម្រាប់ការប្រវត្តិការឈឺសាច់ដុំហ្នឹងគឺ Alaxon FR ដែលបងប្អូនធ្លាប់ស្គាល់ទាំងអស់គ្នាហើយខ្ញុំជឿថាអញ្ចឹងដោយសារតែមែនតើ Alaxon FR ជាគេហៅថារូបមន្តផ្សំមួយដែលមានប្រសិទ្ធភាពខ្ពស់ហើយនឹងមានប្រសិទ្ធភាពបានយ៉ាងរហ័សនៅក្នុងការប្រវត្តិការឈឺចុកចាប់សាច់ដុំហ្នឹងដោយសារតែវាមានរូបមន្តផ្សំពីរមុខបញ្ចូលគ្នា Paracetamol និង Ibuprofen អញ្ចឹងនៅក្នុងករណីដែលពុកម៉ែបងប្អូនមានអាការៈឈឺសាច់ដុំអីបងប្អូនអាចមកស្ថាននិងសួរសតការីបន្ថែមដើម្បីស្វែងរកនិងទទួលបាននៅថ្នាំប្រវត្តិការឈឺចុកចាប់ដូចជា Alaxon FR នេះអមជាមួយនឹងការប្រឹក្សាហើយនឹងការណែនាំបន្ថែមទាក់ទងជាមួយនឹងរបៀបនៅក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវដូច្នេះវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេខ្ញុំជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតបើសិនជាមានជាសំណួរឬក៏ចម្ងល់អីផ្សេងអាចសរសេរនៅក្នុង comment បានឬក៏ទៅជួបជាមួយនឹងអសតការីនិងក្រុមគ្រូពេទ្យរបស់លោកអ្នកផ្ទាល់តែម្ដងអរគុណច្រើន